បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទពូរ៉ាមានជាវីដេអូមួយទៀតដើម្បីមកធ្វើចែកជូនដល់ពុកហ្នឹងហើយអញ្ចឹងដើម្បីយើងបងភ្លើងបានបងប្អូនចូលទៅក្នុង app ធនាគារ A-Silida ទៅបានហ្នឹងហើយអញ្ចឹងបន្ទាប់ពីបងប្អូនចូលទៅក្នុង app ធនាគារ A-Silida ហើយបងប្អូនមើលត្រង់ចំណុចលើនេះបាទហ្នឹងហើយនេះត្រង់នេះបាទគេដាក់បងប្រាក់បាទអញ្ចឹងបងប្អូនចុចចូលពាក្យកន្លែងបងប្រាក់ហ្នឹងទៅហ្នឹងហើយបន្ទាប់ពីចូលពាក្យកន្លែងបងប្រាក់ហ្នឹងហើយណាបងប្អូនមើលទៅហ្នឹងហើយមានវិក័យប័ត្ររដ្ឋកោទឹកស្វយ័តភ្នំពេញយើងបាទមានអគ្គិសនីកម្ពុជាហ្នឹងហើយមានស្ថាប័នផ្សេងអញ្ចឹងទៅមានបងសេវាកម្មអ៊ីនធឺណិតហ្នឹងហើយនឹងវិក័យប័ត្របងសាលារៀនបាទវាជាច្រើនអញ្ចឹងបងប្អូនចង់បងទៅនៅស្ថាប័នណាមួយបងប្អូនអាចជ្រើសរើសបងទៅតាមនឹងទៅបាទហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមកលើកប្រាប់បងប្អូនអំពីរបៀបនៃការបងថ្លៃភ្លើងបាទតាមរយៈធនាគារ A-Silida អញ្ចឹងណាបាទអញ្ចឹងបងប្អូនមើលត្រង់ចំណុចលើនេះគេដាក់វិក័យប័ត្រអគ្គិសនីបាទអញ្ចឹងបងប្អូនចុចចូលត្រង់កន្លែងហ្នឹងទៅហ្នឹងហើយបន្ទាប់ពីចុចចូលហើយណាបងប្អូនមើលត្រង់នេះគេដាក់អគ្គិសនីកម្ពុជាបាទអញ្ចឹងបងប្អូនចុចលើអគ្គិសនីកម្ពុជាហ្នឹងទៅបាទបន្ទាប់ពីចុចចូលអគ្គិសនីកម្ពុជាហើយវានឹងចេញទម្រង់បែបនេះមកណាវាឲ្យបងប្អូនជ្រើសរើសកណន័យកាត់ចេញមានកណន័យដែលយើងបាញ់ចេញអញ្ចឹងណាបងប្អូនអរគ្នាបាទនឹងឥឡូវយើងជ្រើសរើសកណន័យមួយមកឥឡូវខ្ញុំជ្រើសយកនេះកណន័យ wallet បាទជាលុយរៀលណាបងប្អូនអរគ្នាបាទខ្ញុំចុចលើជ្រើសកណន័យហ្នឹងទៅបន្ទាប់ពីបងប្អូនជ្រើសយកកណន័យហើយណាបងប្អូនមើលត្រង់នេះឲ្យយើងបញ្ចូលឬក៏ជ្រើសរើសលេខសម្គាល់អតិថិជនបាទអញ្ចឹងវិក័យប័ត្រមួយពេលដែលខាងក្រុមហ៊ុនអគ្គិសនីកម្ពុជាគាត់ចេញមកតែងតែមានលេខសម្គាល់របស់យើងហើយបាទអញ្ចឹងសម្រាប់លេខសម្គាល់របស់ខ្ញុំហ្នឹងហើយខ្ញុំវាចូលតែម្ដងទៅគឺលេខ79បាទ79 7គុតបន្ទាប់ពី79 7គុតហើយ46 10គុតបាទ46 10គុតបាទបន្ទាប់ពីយើងវាយលេខសម្គាល់មានលេខ ID របស់យើងហើយបងប្អូនមើលត្រង់ចំណុចទី3នេះណាគេដាក់ចំនួនទឹកប្រាក់ត្រូវបង់អញ្ចឹងបងប្អូនវាចំនួនទឹកប្រាក់ត្រូវបង់មកតើប្រមាណបាទបងប្អូនចុចលើហ្នឹងទៅហ្នឹងហើយបន្ទាប់ពីយើងចុចលើហ្នឹងហើយគឺវាloadទឹកលុយអូតូម៉ាទិកតែម្ដងបាទយើងអត់ចាំឡើងទៅវាយទេគឺវា load មកតែម្ដងអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងសម្រាប់ខែនេះគឺទឹកលុយដែលខ្ញុំត្រូវបង់ហ្នឹងវាអស់ 178,800 បាទហើយមើលត្រង់ចំណុចទី4បាទនេះគេដាក់បញ្ចូលគោលបំណងត្រង់នេះបងប្អូនចង់បំពេញក៏បានចង់ដាក់ក៏បានមិនដាក់ក៏បានដែរត្រង់ហ្នឹងបងប្អូនហ្នឹងហើយបន្ទាប់ពីបងប្អូនបានបំពេញហើយណាបងប្អូនចុចពាក្យនេះយល់ព្រមមកបាទនេះបងចុចពាក្យថាយល់ព្រមមកបាទហើយបងប្អូនឥឡូវចុចមួយទៀតណានេះបងប្អូនចុចត្រង់កន្លែងនេះមួយទៀតទៅយល់ព្រមមួយទៀតទៅបាទហ្នឹងហើយអញ្ចឹងយើងបានបងនឹងជោគជ័យបងប្អូនអរគ្នាបាទគឺគេដាក់សញ្ញានេះមកដើម្បីថាមានន័យថាយើងបងនឹងបានហើយបាទហ្នឹងហើយបាទអញ្ចឹងយើងចូលទៅកណន័យយើងអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនណាហ្នឹងហើយបើសិនបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំមួយទៅហើយបងប្អូនជួយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបាននៅវីដេអូថ្មី